សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនកូនក្មួយព្រមទាំងមិត្តទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំក៏សូមគោរពអញ្ជើញអ្នកទាំងអស់គ្នារីករាយទស្សនាជាមួយនឹងវីដេអូដំណើរកម្សាន្តនៅក្នុងខេត្តត្បូងឃ្មុំស្រុកពញាក្រែកទាំងអស់គ្នាហើយនឹងសម្ដាប់ជាមួយនឹងប្រធានបទដែលមានចំណងជើងថាអំពើជួញដូរមនុស្សតើអ្នកទាំងអស់គ្នាបានដឹងទេថាការជួញដូរមនុស្សគឺជាអ្វីចឹងសូមអ្នកទាំងអស់គ្នារីករាយស្ដាប់ជាមួយនឹងតើអ្វីទៅជាការជួញដូរមនុស្សការជួញដូរមនុស្សគឺជាការជ្រើសរើសការដឹកជញ្ជូនការផ្ទេរការផ្ដល់កន្លែងលាក់ខ្លួនឬការទទួលយកមនុស្សដោយមធ្យោបាយគំរាមកំហែងឬការប្រើកម្លាំងការបង្ខិតបង្ខំតាមរូបភាពផ្សេងៗដូចជាការពង្រត់ការក្លែងបន្លំការបោកបញ្ឆោតការរំលោភបំពានលើអំណាចឬតួនាទីទៅលើជនងាយរងគ្រោះការផ្ដាល់ជាលុយកាក់ឬផលកម្រៃផ្សេងៗដើម្បីបានការយល់ព្រមពីអ្នកគ្រប់គ្រងលើជនម្នាក់ទៀតក្នុងគោលបំណងដើម្បីធ្វើការកេងប្រវ័ញ្ចការកេងប្រវ័ញ្ចទៅរាប់បញ្ចូលជាអបបរមានៅការធ្វើអាជីវកម្មបេសកចារលើអ្នកដទៃឬការកេងប្រវ័ញ្ចផ្លូវភេទតាមរូបភាពផ្សេងទៀតការងារដោយបង្ខំឬសេវាកម្មដែលបានអនុវត្តមានលក្ខណៈស្តៀងគ្នាទៅនឹងការជាអ្នកបម្រើដាច់ថ្លៃភាពជាអ្នកបម្រើដាច់ថ្លៃឬការដកហូតសរីរាង្គជាដើមកុមារតើអ្វីទៅជាកុមារតើអាយុប៉ុន្មានទៅដែលកំណត់ថាជាកុមារកុមារគឺមានន័យថាជាមនុស្សម្នាក់ដែលមានអាយុក្រោម18ឆ្នាំអំពើជួញដូរមនុស្សមានធាតុផ្សំចំនួន3គឺរួមមានអំពើមធ្យោបាយនិងគោលបំណងជនដែលជាជនងាយរងគ្រោះរួមមានអ្នកធ្វើចំណាក់ស្រុកមិនស្របច្បាប់គ្រួសារដែលមានជំពាក់បំណុលគេអ្នកដែលមានវិបត្តិនិងពិការភាពស្ត្រីចាស់គ្មានគ្រួសារជួយឧបត្ថម្ភកុមាររស់នៅក្នុងស្ថានភាពលំបាកលំបិនគ្រួសារក្រីក្រមានសមាជិកច្រើនកុមាររស់នៅជាមួយសាច់ញាតិគ្រួសារដែលវក់នឹងលបែងស៊ីសងកុមាររស់នៅជាមួយឪពុកម្ដាយចុងគ្រួសារដែលប្រើអំពើហិង្សាហើយអ្នកទាំងអស់គ្នាដឹងទេថាតើអ្នកណាទៅដែលជាជនល្មើសអ្នកទាំងអស់គ្នាត្រូវដឹងថាអ្នកដែលជាជនល្មើសគឺមិនមែនអ្នកណាឆ្ងាយក្រៅពីអ្នកដែលជាជនម្នាក់ដែលយើងតែងតែទុកចិត្តនោះទេដូច្នេះអ្នកដែលជាជនល្មើសរួមមានសាច់ញាតិបងប្អូនមិត្តភ័ក្តិនិងសង្សារបន្ទាប់មកមានដូចជាមេខ្យល់ឈ្មួញកណ្ដាលដែលជាបណ្ដាញឆ្លងប្រទេសមួយទៅប្រទេសមួយមេបនឬម្ចាស់ហាងខារ៉ាអូខេម៉ាសានិងម្ចាស់ក្លឹបកំសាន្តផ្សេងមួយចំនួនអតីតអ្នកដែលជាជនរងគ្រោះដោយការជួញដូរមនុស្សដើមឡើយជាជនដែលត្រូវបានរងគ្រោះក្រោយពីបានរួចខ្លួនពីការរងគ្រោះជននោះជាមុខសញ្ញាដែលអាចคล้ายជាអ្នកជួញដូរមនុស្សបន្តអ្នកដែលធ្លាប់រៀបការជាមួយជនបរទេសរួចអាចនឹងអូសទាញអ្នកដទៃបន្តទៀតមួយផ្នែកទៀតគឺជាអ្នកភូមិដែលរស់នៅភូមិជាមួយគ្នាដូច្នេះទាំងអស់នេះហើយគឺជាការជួញដូរមនុស្សខ្ញុំសង្ឃឹមនឹងជឿជាក់ថាបងប្អូននិងមិត្តទាំងអស់គ្នានឹងរួមគ្នាដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនិងជួយផ្សព្វផ្សាយបន្តរាល់ការផ្សព្វផ្សាយរបស់យើងខ្ញុំទាំងអស់គ្នាហើយបងប្អូននឹងអាច
ការពារដល់សមាជិកក្នុងគ្រួសារព្រមទាំងអ្នកជិតខាងរបស់យើងផងដែរសុនាងខ្ញុំក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់គ្នាដែលបានទស្សនាในវីដេអូរបស់នាងខ្ញុំសង្ឃឹមនិងជឿជាក់ថាបងប្អូននឹងជួយគាំទ្រនៅវីដេអូរបស់នាងខ្ញុំរាល់កំហុសឆ្គងទាំងឡាយសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសនិងសូមគោរពជូនពរដល់អ្នកទាំងអស់គ្នាទទួលបាននូវសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារសូមគោរពអរគុណ